កាលពីមួយរយៈមុនខ្ញុំចេញវីដេអូមួយទាក់ទងជាមួយនឹងមុខងារ tool core ដើម្បីយើងអាច combine list ចូលគ្នាបានដែលទិន្នន័យវាមកពី column ផ្សេងគ្នាអញ្ចឹងដោយសារតែមុខងារនេះមានតែនៅលើ Microsoft 365ទេនៅពេលដែលខ្ញុំសាកយកមកប្រើនៅលើកម្មវិធី Office 2021វិញឃើញថាវាប្រើអត់បានទេវា load H ហើយ name អញ្ចឹងដូចខ្ញុំ select នេះអញ្ចឹងខ្ញុំ enter វា load បែបហ្នឹងដើម្បីអាចប្រើមិនថាតើអ្នកប្រើនៅលើ Microsoft Office 2021ឬក៏19ទេគឺយើងអាចប្រើប្រាស់ជាមួយនឹង query បានអញ្ចឹងដំបូងខ្ញុំបង្កើត sheet ថ្មីមួយហើយខ្ញុំដាក់ឈ្មោះវាថា combine list អញ្ចឹងបន្ទាប់ពីខ្ញុំបង្កើតរួចខ្ញុំចូលទៅកាន់តារាងដែលមានទិន្នន័យនេះ sheet ដែលមានទិន្នន័យខ្ញុំ select rank ហ្នឹងហើយចូលទៅកាន់ data សារយើងធ្វើតាម query អញ្ចឹង data នេះយើងនឹងយកពី table យើង select យើងយក from table ឬក៏ rank បន្តមកទៀតកន្លែង my header នេះបើយើង select ដល់ header ខាងលើ group 1ដល់ group 4 នោះយើង tick មកបើសិនជាអត់ទេយើងឲ្យ query វាបង្កើតជាក្បាលចំណងជើងវានឹងឲ្យណាអញ្ចឹងដូចដល់ឃើញអញ្ចឹងវាឃើញ column 1 column 2 column 3 column 4បន្តមកទៀតដើម្បី combine យើងត្រូវ select ទាំងអស់ហ្នឹងមកយើងចុច C ឲ្យជាប់ពេលយើង select មួយហើយបន្តមកទៀតយើង select ដល់ខាងចុងហើយបន្តមកទៀតខ្ញុំចុច mouse ស្ដាំលើវាហើយដល់គ្នាអូសមកខាងក្រោមហើយយកពាក្យ and pivot only selected column នៅពេលដែលយើងคลิกរួចវាបង្កើតបានទៅជា column 2ដែល column ទី1គឺលំដាប់ចុះនៃ column 1 2 3 4ចាំមិនថាវា load ត្រូវលំដាប់មែនទេបន្តមកទៀតខ្ញុំចង់លុប column នេះចោលខ្ញុំគាត់ select កន្លែងនេះហើយយក remove column ហើយបន្តមកទៀតតើអ្នកឃើញហើយកន្លែងនេះគឺខ្ញុំអាច double click ដើម្បី rename វាបានខ្ញុំដាក់ថា student name ចឹងនេះគឺជារបៀបដែលយើងធ្វើនៅលើ Power Query តទៅពីតើអ្នកឃើញថា data ហ្នឹងវាត្រឹមត្រូវហើយអស់ហើយយើងផ្ទៀងផ្ទាត់រួចយើងចុច close and load data តែករណីនេះខ្ញុំយក load to មានន័យថាខ្ញុំទៅ select នៅកន្លែងណាមួយដែលជាក់លាក់ដែលខ្ញុំចង់ឲ្យវាទៅបន្តមកទៀតខ្ញុំចុចកន្លែងសញ្ញាព្រួយឡើងលើហើយបន្តមកទៀតយកកន្លែង sheet នេះហើយ select cell ណាមួយនៅក្នុង sheet ហ្នឹងហើយចុច OK មក data ហ្នឹងវា load មកតែម្ដងនេះគឺជា data ដែលវាបាន load រួចហើយតើអ្នកឃើញអញ្ចឹងនៅពេលដែលវា load មកវា load ទៅជាប្រភេទ table ហើយយើងក៏អាច convert table នេះទៅជាតម្លៃនៅលើ rank ធម្មតាបានតែវា store នៅលើ rank វិញដោយសារ store លើ table វាមានឈ្មោះរបស់វាមួយ